បាទសួស្តីបងប្អូនបាទថ្ងៃនេះគឺជួបគ្នាជាមួយនឹងខ្ញុំបាទ Fitching បាទថ្ងៃនេះគឺយើងរៀប Fitching រួចរាល់ហើយបងប្អូនបាទរួចរាល់ហើយហើយភ្លើងវាគឺខ្ញុំរៀបយក70 បាទទុកគ្រាន់នឹងសាកខ្លះឌីបាទសាកខ្លះឌី500វ៉ាត់ក៏បាន1000វ៉ាត់ក៏បានហើយកម្លាំងរបស់វាអាចដាក់500វ៉ាត់3ស្លឹកអីនោះបងប្អូនបាទហើយបើបងប្អូនដាក់4ស្លឹកអីដាក់កង់ដងរៀងច្រើនតិចទៅគឺអូខេបាទឥឡូវតោះយើងមើលភ្លើងបងប្អូនគ្នាបាទ70 វាប្រហែលផាល់នោះបងប្អូនណាបាទវាមិនបានផ្លាក់ទេបាទឥឡូវឃើញថាវាបាន145បាទវាចាត់ជាងបន្តិចបងប្អូនណាបាទចាត់ជាងបន្តិចអញ្ចឹងវាប្រហែលហ្នឹងវាអត់អាចត្រូវផ្លាច់ទេដោយសារភ្លើងរត់យើងក៏វាឡើងចុះដែរបងប្អូនណាបាទវាអត់ស្មើគ្នាទេភ្លើងរត់យើងអញ្ចឹងហើយការកំណត់វ៉ុលរបស់ switching របស់យើងក៏បានប្រហែលវាមិនប្រកាសជា100%នោះទេបាទតែវាខុស1វ៉ុល2វ៉ុលគឺអត់បញ្ហាទេដូចថាយើងក្រុមយក70 070វាឡើងដល់75 075ឬក៏72 072អញ្ចឹងវាអត់អីទេបងប្អូនណាបាទអត់អីទេហើយពេលយើងដាក់កង់ដងទៅវាអាចឡើងដល់80 080អញ្ចឹងគឺប្រើបានបាទប្រើបានហើយបើយើងដាក់កង់ដង80 វ៉ុលក៏បានដាក់100 វ៉ុលក៏បានបាទតែយកល្អយើងដាក់100 វ៉ុលទៅបងប្អូនណាបាទដាក់100 វ៉ុលទៅយើងប្រើល្អប្រើបាទល្អប្រើវាយវាមិនធ្លាក់អញ្ចឹងបងប្អូនណាបាទហើយរុំប៉ុណ្ណឹងបងប្អូនណាបាទនេះគឺខ្សែភ្លោះចំណែកអានេះគឺខ្សែតែមួយទេបាទតែមួយទេអានេះ diode ណាបងប្អូនណាបាទ diode ចំណែក power គឺ fast power វា2គ្រាប់បាទអាចដាក់ខ្លះឌី500វ៉ាត់3ស្លឹកបាទ3ស្លឹកស៊ីផុយណាបងប្អូនណាបាទហើយប្រព័ន្ធវាគឺមានប៉ុណ្ណឹងបាទពុកម៉ែបងប្អូនប្រើ switching ដែលខ្ញុំរៀបក៏ដូចជាបងជាងរៀបស្រួលត្រង់ថាពេលយើងខូចគឺងាយនឹងចុះចូលបងប្អូនណាបាទងាយនឹងចុះចូលចំណែកបើសិនជាយើងទិញមកពីក្រៅប្រទេសតែខូចគឺពិបាកចុះចូលណាស់បាទពិបាកចុះចូលណាស់អរគុណ